ជំរាបសួរទៅកាន់បងប្អូនទាំងអស់គ្នានេះឥឡូវខ្ញុំ review ដើមបេងឲ្យមួយនេះគឺជាដើមបេងហើយវាដុះនៅក្នុងព្រៃនេះជាទូទៅដែលជាឈើប៉និតដែលអ្នកទាំងអស់គ្នាតែងតែមើលឃើញតែក្តារក្រែបេងក្រែអីនៅក្នុងមលប់នៅក្នុងក្រែស្រាប់នៅក្នុងផ្ទះនៅផ្សារស្រាប់ហើយនេះគឺដើមបេងពិតប្រាកដហើយស្លឹកវាគឺបែបនេះមានភាពរលោងនៅខាងលើហើយនៅខាងខ្នងវាមានពពាសសអញ្ចឹងរៀងធ្លាក់មិនសខ្លាំងទេប៉ុន្តែអញ្ចឹងណាហើយដើមវានេះដើមវារៀងសម្បុរពណ៌សនេះហើយមានពពាអញ្ចឹងយើងអាចសម្គាល់បានច្រើនដើមបេងហ្នឹងមានបេងសាច់ផ្សេងគ្នាប៉ុន្តែនេះក៏វាអត់ដឹងថាបេងជាប្រភេទសាច់អីច្បាស់ 100% ដែរប៉ុន្តែយើងដឹងថាវាជាប្រភេទសាច់បេងហើយគេនិយមខ្លាំងក្នុងការដែលប្រើប្រាស់ប៉ុន្តែបេងបើសិនជាស្រាយមានស្រាយច្រើនគឺវាងាយរងនឹងការដែលមានមេស៊ីហើយបើសាច់ស្មើស្អាតខ្លឹមវិញ10000 ឆ្នាំប្រើរហូតដល់អស់ជីវិតក៏ទៅណាមិនទៅណាដែរនេះហើយនេះប្រហែលជាកន្លែងនេះវាអាចនឹងមានពកនៅថ្ងៃក្រោយព្រោះឲ្យតែវាមានដំបៅគឺអាចនឹងឡើងពកហើយនេះអនាគតក៏ពកដែរឲ្យតែវាបែបហ្នឹងគឺវាងាយឡើងពកនេះហើយនឹងសាច់បេងយើងងាយសម្គាល់ណាអាចសម្គាល់វាបានស្រួលវាមានភាពងាយស្រួលសម្គាល់ដែរវាអត់ពិបាកសម្គាល់ឲ្យយើងពិបាកស្គាល់នោះទេអញ្ចឹងបេងមានច្រើនណាហើយឥឡូវក៏យើងអាចដាំបានច្រើនដែរយើងអាចដាំហើយតាមកសិដ្ឋានបន្តកូនឈើនានាមានដើមបេងបន្តសម្រាប់លក់ឲ្យបងប្អូនដាំហើយឥឡូវគេចូលចិត្តគោះយកទៅដាំទាំងធំនៅតាមទីក្រុងជាដើមឈើលម្អឈើសួនសម្រាប់ឲ្យបងប្អូនជំនាន់ក្រោយគាត់ស្គាល់បងប្អូនកូនក្មួយផ្សេងហ្នឹងខ្លះគាត់កើតមកនៅក្នុងទីក្រុងអញ្ចឹងគាត់អត់ស្គាល់ដើមឈើព្រៃទេនេះដើមឈើព្រៃតែឥឡូវគាត់តាមស្គាល់ច្រើនដោយសារមានឈ្មួញដែលគាត់គោះយកទៅលក់ឬក៏អ្នកលក់ផ្កាលក់កូនឈើផ្សេងគាត់បានបណ្ដោះហើយយកទៅលក់នៅក្នុងទីក្រុងធ្វើជាគ្រឿងលម្អជាដើមឈើលម្អសួននៅតាមព្រៃណាហើយគេយកទៅដាក់ទីក្រុងអស់ហើយចង់ឲ្យវាស្អាតបេងវាមានលក្ខណៈមួយដែលវាអត់ត្រង់ស្លូសឡូនឲ្យងាយស្អាតទេអញ្ចឹងបើចង់ស្អាតតោះតែយើងលាស់តម្រឹមវាឧទាហរណ៍ដូចអានេះវាច្បៀមចេះបើចង់ឲ្យវាស្អាតនេះកាត់អានេះមួយចោលឲ្យវាឡើងត្រង់ទៅគឺស្អាតហើយបេងភាគច្រើនគឺអត់ដូចធ្នង់ទេដោយសារវាមានបែកមេឃកធារាច្រើនញ៉ៃចេះវាអត់សូវជាស្មូតដូចធ្នង់គឺត្រង់ដើមត្រង់តែម្ដងអញ្ចឹងណាហើយវាខុសគ្នាតែប៉ុណ្្នឹងឯងដើមធ្នង់វាមានច្រើនណាមានឈាមមាន់មានធ្នង់ហូលឡាហូលអីទៀតខ្ញុំថ្ងៃក្រោយខ្ញុំនឹង review ដើមធ្នង់ឲ្យប្រភេទដើមធ្នង់ឲ្យហើយនេះខ្ញុំបេងខ្ញុំប្រាប់ពីប្រភេទបេងដោយសារតែវាជាដើមឈើព្រៃម្យ៉ាងដែលកម្រសូវមានអ្នកស្គាល់ហើយមិនសូវមានអ្នកចាប់អារម្មណ៍ឥឡូវគេប្រើឈើល្អគេប្រើពួកឈើឆ្នៃអស់ហើយអញ្ចឹងឈើកម្រនេះពិបាករកហើយក៏វាមិនងាយធំដែររាប់ឆ្នាំបានធំនេះរយៈពេល3ឆ្នាំហ្នឹងបានប៉ុណ្ណឹងអញ្ចឹងរាំវាធំមុខធំប៉ុណ្ណខ្លួនមនុស្សទៀតវាចាយពេល7 8ឆ្នាំ10ឆ្នាំអញ្ចឹងបានវាធំហើយយើងពិបាកក្នុងការដែលយកវាទៅប្រើប្រាស់អាហ្នឹងគេហៅថាឈើកម្រនេះបេងហើយនៅនឹងដីខ្ញុំនេះមានច្រើនបេងដែរណាអរគុណច្រើនសម្រាប់ការតាមដាន